Ok, số đâyអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបក្នុងការបង្កើតសំបុត្រអញ្ជើញ Digital បែបនេះដោយ free ហើយអ្នកទាំងអស់គ្នាអាចធ្វើការដាក់ឈ្មោះភ្ញៀវក៏ដូចជាព័ត៌មានផ្សេងៗរបស់កម្មវិធីអ្នកទាំងអស់គ្នារួចហើយធ្វើការផ្ញើទៅកាន់ភ្ញៀវកិត្តិយសរបស់អ្នកទាំងអស់គ្នាតាមរយៈ Messenger Telegram ឬក៏ chat អីផ្សេងៗបានដើម្បីអញ្ជើញភ្ញៀវកិត្តិយសទាំងអស់នោះចូលរួមក្នុងកម្មវិធីរបស់អ្នកទាំងអស់គ្នាសម្រាប់ការបង្កើតធៀប Digital បែបនេះគឺយើងអត់មានគិតលុយទេនៅលើ plansensor.com អ្នកទាំងអស់គ្នាអាចធ្វើការចូលទៅបង្កើតបានហើយរបៀបក្នុងការបង្កើតខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នានៅពេលបន្តិចទៀតនេះអូខេអញ្ចឹងជំហានទី1អ្នកទាំងអស់គ្នាត្រូវចូលមកកាន់ browser របស់អ្នកទាំងអស់គ្នាមាន Google Chrome ឬក៏ Safari អញ្ចឹងមកតើមកអ្នកទាំងអស់គ្នាអាចធ្វើការវាយពាក្យថា plansensor.com បាទបន្ទាប់ពីយើងចូលមកកាន់ website របស់យើងមកអ្នកទាំងអស់គ្នានឹងឃើញប៊ូតុងមួយឈ្មោះថាចាប់ផ្ដើមអញ្ចឹងយើងអាចចុចលើប៊ូតុងចាប់ផ្ដើមបាទបន្តមកទៀតកម្មវិធីរបស់យើងតម្រូវឲ្យអ្នកនរគ្នាធ្វើការ log in ចូលទៅកាន់គណនីរបស់អ្នកនរគ្នាឬក៏បើសិនអ្នកនរគ្នាអត់ទាន់មានគណនីទេអ្នកនរគ្នាអាចធ្វើការ log in បានជាមួយនឹង Telegram ឬក៏ Google Account ក្នុងវីដេអូនេះខ្ញុំនឹងជ្រើសរើសយកការបង្កើតគណនីតាមរយៈ Telegram ចឹងខ្ញុំអាចចុចលើពាក្យថាចូលតាមរយៈ Telegram បន្តមកទៀត Telegram នឹងតម្រូវឲ្យអ្នកនរគ្នាធ្វើការវាយលេខទូរស័ព្ទដែលភ្ជាប់ជាមួយ Telegram របស់អ្នកនរគ្នាហ្នឹងណាអញ្ចឹងខ្ញុំអាចវាយលេខទូរស័ព្ទរបស់ខ្ញុំបាទបន្តមកទៀតខ្ញុំចុចពាក្យ continue បាទបន្ទាប់ពីចុច continue ហើយ Telegram នឹងធ្វើការផ្ញើ message មួយចូលទៅកាន់ Telegram app របស់អ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាបើក Telegram app មកអ្នកនរគ្នានឹងឃើញទម្រង់បែបនេះអញ្ចឹងអ្នកនរគ្នាអាចធ្វើការចុចពាក្យថា confirm ដើម្បីបញ្ជាក់បាទបន្ទាប់ពីចុច confirm ហើយគណនីរបស់អ្នកទាំងអស់គ្នាបានធ្វើការបង្កើតដោយជោគជ័យអញ្ចឹងបើសិនអ្នកទាំងអស់គ្នាបានឃើញផ្ទាំងនេះហើយបានន័យថាគណនីរបស់អ្នកទាំងអស់គ្នាបានធ្វើការបង្កើតដោយជោគជ័យហើយអូខេបន្ទាប់ពីអ្នកទាំងអស់គ្នាបានធ្វើការបង្កើតគណនីហើយជំហានបន្ទាប់គឺអ្នកទាំងអស់គ្នានឹងត្រូវធ្វើការបង្កើតកម្មវិធីដើម្បីមុននឹងយើងធ្វើការ design ធៀបរបស់យើងបានដើម្បីធ្វើការបង្កើតកម្មវិធីដោយអ្នកទាំងអស់គ្នាបានឃើញនៅនឹងមុខអញ្ចឹងគឺយើងមានប៊ូតុងដើម្បីធ្វើការបង្កើតកម្មវិធីថ្មីអញ្ចឹងយើងអាចធ្វើការចុចទៅលើពាក្យថាបង្កើតថ្មីនេះមកបាទបន្តមកទៀតវានឹងនាំយើងមកកាន់ផ្ទាំងមួយនេះអញ្ចឹងផ្ទាំងមួយនេះគឺជាផ្ទាំងដែលយើងត្រូវបំពេញក្នុងការបង្កើតកម្មវិធីថ្មីចំណុចទី1គឺតាក់ទងជាមួយនឹង link preview អញ្ចឹងអានេះគឺជារូបដែលនឹងត្រូវធ្វើការបង្ហាញអញ្ចឹងអ្នកនរត្រូវធ្វើការ upload រូបមួយនៅពេលដែលយើងផ្ញើ link ទៅឲ្យភ្ញៀវកិត្តិយសរបស់យើងទៅ link ហ្នឹងនឹងបង្ហាញរូបហ្នឹងជា preview ឧទាហរណ៍ឲ្យងាយយល់មកខ្ញុំអាចបង្ហាញអ្នកនរគ្នាឲ្យងាយយល់តែម្ដងនៅពេលដែលយើងផ្ញើ link ទៅឲ្យភ្ញៀវមកយើងនឹងឃើញរូបបែបនេះអញ្ចឹងណាបាទអញ្ចឹងរូបហ្នឹងគឺជាកន្លែងដែលយើងធ្វើការ upload ឡើងហ្នឹងឯងអញ្ចឹងជា recommendation ជាការណែនាំរបស់យើងគឺយើងតម្រូវឲ្យអ្នកនរគ្នាធ្វើការ upload រូបប្រភេទផ្ដេកសាររូបប្រភេទផ្ដេកទើបយើង preview នៅលើ Messenger ឬក៏នៅលើ Telegram ទៅវារៀងស្អាតអញ្ចឹងគួរតែ upload រូបប្រភេទផ្ដេកណាអញ្ចឹងខ្ញុំអាចធ្វើការចុច upload រូបមួយមកអូខេខ្ញុំរើសយករូបមួយនេះដែលខ្ញុំបានកំណត់អូខេនេះគឺជារូប preview របស់យើងបន្តមកទៀតអ្នកទាំងអស់គ្នាត្រូវបំពេញឈ្មោះកម្មវិធីអញ្ចឹងដោយសារតែខ្ញុំនឹងធ្វើការបង្កើតកម្មវិធីអាពាហ៍ពិពាហ៍អញ្ចឹងខ្ញុំនឹងដាក់ឈ្មោះថាអូខេតមកទៀតអ្នកទាំងអស់គ្នាត្រូវធ្វើការជ្រើសរើសប្រភេទកម្មវិធីរបស់យើងអញ្ចឹងដោយសារតែវាជាប្រភេទអាពាហ៍ពិពាហ៍ខ្ញុំរើសយកអាពាហ៍ពិពាហ៍តែម្ដងក្នុងករណីបើសិនអ្នកទាំងអស់គ្នាចង់ធ្វើការបង្កើតកម្មវិធីប្រភេទផ្សេងអីគឺអាចរើសចេញពីនេះបានដែរអូខេបន្តមកទៀតខ្ញុំដាក់ឈ្មោះកូនប្រុសអញ្ចឹងហើយកូនស្រីរបស់យើងឈ្មោះថាអញ្ចឹងអ្នកទាំងអស់គ្នាមានឈ្មោះកូនប្រុសកូនស្រីអីអាចសរសេរចូលឡើងហ្នឹងមកណាបាទតមកទៀតកន្លែងនេះគឺតម្រូវឲ្យយើងបំពេញការបរិច្ឆេទនៃកម្មវិធីអញ្ចឹងយើងអាចរើសមកថាតើកម្មវិធីរបស់យើងហ្នឹងប្រព្រឹត្តទៅនៅថ្ងៃណាអញ្ចឹងខ្ញុំដាក់ថាថ្ងៃទី22ថ្ងៃអាទិត្យទី22ខែ3អញ្ចឹងមកបាទតមកទៀតយើងជ្រើសរើសយកម៉ោងនៃការប្រារព្ធកម្មវិធីរបស់យើងម៉ោងនៅកន្លែងនេះជាទូទៅយើងដាក់ម៉ោងនៅពេលដែលយើងញ៉ាំអាហារពេលល្ងាចអញ្ចឹងយើងដាក់ថាម៉ោង5អញ្ចឹងមកបើសិនជាកម្មវិធីរបស់យើងចាប់ផ្ដើមនៅម៉ោង5ណាអូខេហើយកន្លែងទីតាំងនេះយើងអាចបំពេញតាមក្រោយក៏បានឬក៏យើងអាចបំពេញឲ្យហើយក៏បានដែរឧទាហរណ៍ថាខ្ញុំដាក់ថាកម្មវិធីរបស់យើងនឹងធ្វើនៅហើយកន្លែងពិព័រណ៍នានានេះយើងមិនបាច់បំពេញក៏បានដែរអញ្ចឹងយើងអាចរំលងបានជាក់ស្ដែងកន្លែងស្ថានភាពនេះបើសិនតែយើងបិទបានន័យថាកម្មវិធីហ្នឹងយើងនឹងបើកអត់ចេញទេយើងអាចបើកពីអញ្ចឹងមកអូតូមិនបាច់ចាំបិទវាទេហើយកន្លែងរបៀបវារៈនេះយើងអាចបំពេញតាមក្រោយបានខ្ញុំអាចរំលងបានអញ្ចឹងណាអញ្ចឹងយើងមិនបាច់ប៉ះពាល់វាក៏បានដែរឥឡូវហ្នឹងតែបើអ្នកនរគ្នាចង់បំពេញក៏បំពេញបានដែរអាចធ្វើការបង្កើតអីចឹងណាតែក្នុងករណីនេះខ្ញុំអាចបិទវាសិនបន្ទាប់មកខ្ញុំចុចបង្កើតថ្មីបាទអូខេអញ្ចឹងតែប៉ុណ្្នឹងគឺយើងអាចធ្វើការបង្កើតកម្មវិធីបានហើយអញ្ចឹងជំហានបន្តមកទៀតហ្នឹងគឺយើងត្រូវធ្វើការ design ធៀបបាទអញ្ចឹងដើម្បីធ្វើការ design ធៀបយើងអាចចូលមកកាន់ section មួយទៀតឈ្មោះថាគំរូធៀបនេះយើងអាចចុចលើនឹងមកអូខេអញ្ចឹងពេលចុចលើហ្នឹងគឺយើងនឹងឃើញថាយើងមានផ្ទាំងខាងឆ្វេងដៃបើសិនអ្នកនរនៅក្នុងទូរស័ព្ទដៃយើងនឹងឃើញមាន tab 2ឧទាហរណ៍ឥឡូវខ្ញុំសូមធ្វើការ
resize screen តិចទៅដើម្បីបង្ហាញដល់អ្នកគ្នាអូខេអញ្ចឹងបើសិនអ្នកគ្នានៅក្នុងទូរស័ព្ទដៃអ្នកគ្នានឹងឃើញផ្ទាំងបែបនេះណាកន្លែងមួយគឺកន្លែងធ្វើការកែសម្រួលហើយកន្លែងមួយទៀតគឺកន្លែងដែលយើងអាចធ្វើការ preview មើលកម្មវិធីរបស់យើងប៉ុន្តែបើសិនអ្នកគ្នានៅក្នុង computer វានឹងបង្ហាញ screen បែបនេះបាទអញ្ចឹងកុំឲ្យអ្នកគ្នាមានការភ័ន្តច្រឡំគឺកម្មវិធីរបស់យើងអាចប្រើប្រាស់បានទាំង computer បានទាំងទូរស័ព្ទដៃអញ្ចឹងអាចជ្រើសរើសយកការប្រើប្រាស់តាម device ណាមួយក៏បានដែរជំហានបន្ទាប់យើងត្រូវធ្វើការកែប្រែព័ត៌មានរបស់យើងដែលមាននៅក្នុងហ្នឹងណាអញ្ចឹងយើងពិនិត្យមើលទៅថាតើមានអីខ្លះដែលយើងត្រូវកែហើយជំហានទី1នោះគឺយើងជ្រើសរើសបទចម្រៀងបានដែលយើងអាចរើសបទចម្រៀងមកបទចម្រៀងមួយណាដែលយើងពេញចិត្តយើងអាចចុច play លើហ្នឹងអូខេឥឡូវខ្ញុំពេញចិត្តបទហ្នឹងខ្ញុំអាច scope វាសិនខ្ញុំរើសយកបទហ្នឹងតែម្ដងបន្តមកទៀតយើងឃើញហាឆ្វេងដៃរបស់យើងអាចដូរពណ៌អក្សរបានយើងអាចដូរពណ៌អក្សរអញ្ចឹងណាតែសម្រាប់ខ្ញុំគិតថាអក្សរហ្នឹងពណ៌ហ្នឹងគឺសមហីស្អាតហើយខ្ញុំអាចទុកអញ្ចឹងទៅហើយខាងក្រោមមកទៀតនេះអូខេខ្ញុំសូមបើកឲ្យធំបន្តិចអូខេខាងក្រោមមកទៀតនេះយើងឃើញមានរូប cover ខ្ញុំអាចធ្វើការផ្លាស់ប្ដូរបានអញ្ចឹងខ្ញុំនឹងបដូររូបកូនកន្លោះកូនកំមុំនេះចេញអញ្ចឹងខ្ញុំបដូរដាក់រូបផ្សេងអូខេខ្ញុំដាក់រូបនេះចុះអូខេអញ្ចឹងយើងឃើញថាវាបដូរហើយបន្តមកទៀតពាក្យពេចន៍អីទាំងអស់នេះបើសិនអ្នកនរគ្នាមើលទៅវាអត់សមស្របអីចឹងអ្នកនរគ្នាអាចធ្វើការកែប្រែបានអញ្ចឹងណាបាទអញ្ចឹងយើងមើលទៀតមកអូខេហើយអាផ្ទាំងខាងក្រោយនេះអាចធ្វើការផ្លាស់ប្ដូរផ្ទាំងខាងក្រោយបានប៉ុន្តែសម្រាប់ខ្ញុំគិតថាស្អាតហើយខ្ញុំទុកអញ្ចឹងហ្មងទៅមើលទៅវាមានក្បាច់អីចឹងណាតែបើសិនអ្នកនរគ្នាអត់ពេញចិត្តទេអាចធ្វើការផ្លាស់ប្ដូរបានដែរដោយចុចកន្លែង upload រូបភាពនេះទៅអូខេខ្ញុំ scroll មកក្រោមទៀតយើងពិនិត្យមើលថាតើកម្មវិធីរបស់យើងមានអីទៀតដែលយើងត្រូវធ្វើការកែអូខេដូចជាត្រឹមត្រូវអស់ហើយប៉ុន្តែនៅកន្លែងការបរិច្ឆេទនេះរៀងខុសអញ្ចឹងខ្ញុំបដូរវាវិញហើយកន្លែងដែលយើងធ្វើការប្រារព្ធពិធីហ្នឹងគឺនៅមជ្ឈមណ្ឌលពិព័រណ៍អានេះនៅ Premier Sansok អញ្ចឹងយើងដូរវាមកយើងធ្វើនៅពេញហួរទេតមកទៀតយើងមើលមកទៀតមកបើសិនជាយើងចង់ផ្លាស់ប្ដូរពាក្យពេចន៍អីផ្សេងយើងអាចផ្លាស់ប្ដូរបានដូចខ្ញុំបានបញ្ជាក់ខាងមុនហ្នឹងអញ្ចឹងបាទអូខេនេះយើងមាន countdown អញ្ចឹងទៅហើយយើងមានរបៀបវរៈអញ្ចឹងរបៀបវរៈនេះយើងអាចធ្វើការបំពេញបានមិញហ្នឹងយើងអត់បានបំពេញនៅពេលបង្កើតកម្មវិធីតែបើសិនជាក្នុងករណីយើងចង់ធ្វើការបំពេញពេលដែលយើងបង្កើតកម្មវិធីក៏បានដែរអញ្ចឹងរបៀបវរៈនេះយើងអាចធ្វើការចុច expand មកបន្ទាប់មកយើងបង្កើតរបៀបវរៈថ្មីអញ្ចឹងបើសិនអ្នកនរគ្នាមានរបៀបវរៈដូចថាមង្គលការខ្លះគាត់មាន2ថ្ងៃអញ្ចឹងយើងអាចធ្វើការបង្កើតរបៀបវរៈ2ថ្ងៃទៅឬក៏បើសិនជាមានតាមមួយថ្ងៃយើងបង្កើតតាមមួយថ្ងៃទៅអញ្ចឹងដូចឧទាហរណ៍គេបានបង្ហាញយើងអញ្ចឹងកម្មវិធីថ្ងៃទី1យ៉ាងមកអញ្ចឹងបើយើងមានថ្ងៃទី2យើងអាចចុចបន្ថែមរបៀបវរៈមកវាលុតថ្ងៃទី2ឯងអញ្ចឹងខ្ញុំសូមបង្ហាញតែមួយថ្ងៃសិនអញ្ចឹងយើងអាចបំពេញកម្មវិធីទី1ក្នុងថ្ងៃទី22ហ្នឹងឧទាហរណ៍ថាយើងជួបជុំភ្ញៀវកិត្តិយសនៅម៉ោងប៉ុន្មានឧទាហរណ៍ថាយើងជួបជុំគ្នានៅម៉ោង6ពេលព្រឹកអញ្ចឹងទៅ6:30នាទីយ៉ាងមកបាទពេលព្រឹកយើងកំណត់មកបន្តមកទៀតយើងដាក់បន្ថែមទៀតមកយើងធ្វើការហែចំនួននៅម៉ោងប៉ុន្មានម៉ោង7ឧទាហរណ៍អញ្ចឹងណាបាទម៉ោង7ព្រឹក complete ដូរព្រឹកផងអូខេអញ្ចឹងបើសិនមានកម្មវិធីច្រើនយើងបំពេញឲ្យអស់ណាបាទបំពេញឲ្យពេញពាក្យពេចន៍មកដោយសារខ្ញុំជាបំពេញច្រើនតមកទៀតយើងដាក់ថារាប់ផ្លែឈើនៅម៉ោង7:30នាទីអញ្ចឹងទៅបាទ complete ដូរទៅព្រឹកផងអូខេបន្តមកទៀតខ្ញុំសន្មតថាខ្ញុំកាត់ខ្ញុំដាក់ថាបាទម៉ោង5ល្ងាចចឹងមកយើងកំណត់ចឹងមកអញ្ចឹងរបៀបវរៈរបស់យើងនឹងយើងអាចរក្សាទុកចឹងមកបាទអញ្ចឹងតែប៉ុណ្្នឹងគឺយើងមកមើលកន្លែងរបៀបវរៈមិញយើងវាឃើញ load មកហើយណាបាទឃើញ load មកហើយបាទហើយសម្រាប់ព័ត៌មានផ្សេងទៀតដូចជាទីតាំងប្លង់ឯនេះបើសិនអ្នកនរគ្នាមានប្លង់នឹងអាចធ្វើការ upload ចូលបាននៅកន្លែងនេះអញ្ចឹងទីតាំង map អីចឹងអាចធ្វើការ upload រូបថតចូលតែបើសិនអ្នកនរគ្នាអត់ចង់បង្ហាញប្លង់ទេអាចចុចលុបឡើងនេះបានអញ្ចឹងដោយសារខ្ញុំមានប្លង់ដែរខ្ញុំអាច upload ប្លង់ចូលតែម្ដងទៅនេះគឺជាប្លង់របស់ខ្ញុំ upload ចូលមកយើងឃើញថាវីដេអូរូបថតអញ្ចឹងណាបាទវាបដូរប្លង់ឲ្យងាយស្រួលភ្ញៀវកិត្តិយសយើងចូលមកមើលបានហើយដែល like សម្រាប់ Google Map ក៏យើងអាចធ្វើការបដូរ URL បានដែរអញ្ចឹងអ្នកនរគ្នាត្រូវដាក់ URL Google Map ដើម្បីឲ្យភ្ញៀវរបស់យើងស្រួលចុចlênលើប៊ូតុងនេះដើម្បីឲ្យគេបើកកម្មវិធីមកគេអាចបើកមកកាន់កម្មវិធីរបស់យើងតែម្ដងអញ្ចឹងដើម្បីធ្វើការ copy link Google Map នេះស្រួលមែនតើអ្នកនរគ្នាអាចចូលមកកាន់កម្មវិធី Google Map មកអូខេ
ចុច Google Map នៅលើទូរស័ព្ទដៃក៏យើងធ្វើអញ្ចឹងណាហើយយើងរកពាក្យថាអូខេថាពេញហួតហលហ្នឹងមកដោយសារតែកម្មវិធីរបស់ខ្ញុំធ្វើនៅពេញហួតហលណាអូខេនេះពេញហួតរបស់យើងឈ្មោះថាអូខេនេះគឺហលរបស់យើងនៅមួយណាចេះនេះមួយនេះអូខេអញ្ចឹងកម្មវិធីមួយនេះយើងអាចធ្វើការចុចកន្លែង share នេះមកគឺយើង copy link Google Map ហ្នឹងហើយយើងយកមកផាសនៅកន្លែង Google Map របស់យើងដើម្បីដាក់ទីតាំងកម្មវិធីអញ្ចឹងណាបាទតមកទៀតយើងឃើញទៅក្រោមទៀតយើងឃើញមានដាក់ដូចជាយើងអាចដាក់ QR code បានដាក់ QR code បានអញ្ចឹងបើសិនអ្នកនរគ្នាចង់ធ្វើការផ្លាស់ប្ដូរ QR code អីអ្នកនរគ្នាអាចធ្វើការ upload QR code របស់អ្នកនរគ្នាទៅដើម្បីអាចឲ្យភ្ញៀវគាត់ធ្វើការចងដៃអីចឹងណាអញ្ចឹង QR code បើចង់ស្អាតយើងក្របឲ្យហើយមកយើងក្របឲ្យចេញរូបរាងប៉ុណ្ណឹងមកចាំយើង upload ចូលបើសិនជាអត់ upload បើសិនជាចង់ក្របទៅក៏បានដែរ upload ចូលទៅតាមដងទៅអូខេអញ្ចឹងក្រោយមកទៀតយើងឃើញមានដូចជាផ្នែកខាងក្រោមដូចជាមានដាក់រូបថតអីបានអញ្ចឹងយើងអាចធ្វើការ upload រូបថតរបស់យើងបាន upload ចូលរូបថតណាដែលយើងស្រឡាញ់អីចឹងណាយើង upload ចូលបានបាទខ្ញុំ upload អញ្ចឹងទៅអូខេធ្វើការផ្លាស់ប្ដូរយើងឃើញថាវាដូរអីបាទបន្តមកទៀតដូចជារួចរាល់អស់ហើយអ្នកនរគ្នាដូចបានឃើញអញ្ចឹងយើងធ្វើការផ្លាស់ប្ដូរមួយម្ដងហើយយើងអាចធ្វើការពិនិត្យមើលនៅកន្លែងនេះបានមួយទៀតដែលខ្ញុំចង់បញ្ជាក់អ្នកនរគ្នាហ្នឹងគឺ complete ចុច save ផងកន្លែងនេះចុច save នៅពេលដែលយើងកែប្រែហើយយើងចុច save វាតោះអញ្ចឹងមកវាជាប់ណាបើអត់ចុច save ទេអត់ជាប់ទេអូខេអញ្ចឹងព័ត៌មានរបស់យើងមានដូចត្រឹមត្រូវអស់ហើយអញ្ចឹងណាប៉ុន្តែមួយទៀតបើសិនអ្នកនរគ្នាចង់បានភាសាអង់គ្លេសមួយទៀតអ្នកនរគ្នាអាចធ្វើការ switch នៅកន្លែងនេះយើង switch មកភាសាអង់គ្លេសមកដើម្បីធ្វើការកែប្រែព័ត៌មានអង់គ្លេសរបស់យើងនេះជាភាសាអង់គ្លេសបានចឹងអ្នកអាចធ្វើការកែតម្រូវចឹងទៅក្នុងករណីបើសិនអ្នកទាំងអស់គ្នាមានភ្ញៀវជាជនបរទេសអីចឹងណាចឹងគាត់អាចធ្វើការផ្លាស់ប្ដូរព័ត៌មានមកមើលជាភាសាអង់គ្លេសបានដែរអូខេចានេះគឺជារបៀបក្នុងការបង្កើតធៀបរបស់យើងប៉ុន្តែមានចំណុចបន្តមកទៀតហ្នឹងគឺភាគច្រើនសំណួរភ្ញៀវរបស់យើងដែលគាត់បានធ្វើការបង្កើតធៀបហើយគាត់ថាដូរឈ្មោះនេះនៅកន្លែងណាគាត់កែប្រែព័ត៌មានអីអស់ហើយគាត់អត់ដឹងថាត្រូវដូរឈ្មោះនៅកន្លែងណាអញ្ចឹងដើម្បីដូរឈ្មោះបានយើងអត់ដូរនៅកន្លែងហ្នឹងទេឈ្មោះដែលយើងឃើញនេះគឺជាឈ្មោះដែល sample ទេយើងដាក់តំណាងទេអញ្ចឹងដើម្បីដូរឈ្មោះបានអ្នកនរគ្នាត្រូវចូលមកកាន់កន្លែងបញ្ជីភ្ញៀវនេះវិញចូលកន្លែងបញ្ជីភ្ញៀវតើមកអ្នកនរគ្នាអាចធ្វើការបង្កើតឈ្មោះភ្ញៀវរបស់អ្នកនរគ្នាបានអញ្ចឹងអ្នកនរគ្នាមានប្រមាណភ្ញៀវអ្នកនរគ្នាអាចធ្វើការបង្កើតឡើងហ្នឹងមកអូខេឧទាហរណ៍ថាភ្ញៀវរបស់ខ្ញុំមានឈ្មោះថាតើមកយើងអាចធ្វើការកំណត់ក្រុមគាត់បានដែលថាគាត់ជាផ្នែកកូនកន្លោះឬក៏កូនកំមុំអញ្ចឹងយើងអាចធ្វើការផ្លាស់ប្ដូរបានឬក៏បើសិនជាអត់គ្រប់គ្រាន់ទេយើងអាចធ្វើការគ្រប់គ្រងក្រុមថ្មីបានដែលថាយើងចង់បន្ថែមក្រុមដើម្បីងាយស្រួលក្នុងការគ្រប់គ្រងអញ្ចឹងណាបាទអញ្ចឹងអានេះគឺអត់ចាំបាច់ទេអ្នកនរគ្នាដាក់តែឈ្មោះក៏បានដែរឬក៏អ្នកនរគ្នាចង់ធ្វើការគ្រប់គ្រងភ្ញៀវកិត្តិយសនឹងឲ្យកាន់តែងាយស្រួលគឺយើងអាចធ្វើតាមបែបនេះបានអូខេយើងមានស្លាកអីចឹងទៅយើងអាចធ្វើការបង្កើតស្លាកដើម្បីកំណត់ថាភ្ញៀវរបស់យើងនឹងមកពីវិទ្យាល័យឬក៏ឧត្តមសិក្សាអញ្ចឹងទៅយើងអាចធ្វើការកំណត់ផ្សេងៗបានដែរហើយដោយសារឥឡូវខ្ញុំអត់ធ្វើការកំណត់អីទេខ្ញុំអាចធ្វើការចុចបង្កើតថ្មីតែម្ដងអូខេអញ្ចឹងអានេះគឺជារបៀបក្នុងការដាក់ឈ្មោះភ្ញៀវអញ្ចឹងបើយើងមានភ្ញៀវបន្ថែមយើងអាចដាក់ឈ្មោះបន្ថែមមកមានភក្តីចាំមកយើងអាចធ្វើការបង្កើតថ្មីអញ្ចឹងភ្ញៀវរបស់យើងបានធ្វើការបង្កើតពីហើយអញ្ចឹងដើម្បីធ្វើការផ្ញើឲ្យគាត់យើងអាចធ្វើការចុចលើកន្លែងនេះកន្លែងសញ្ញាដូចកប៉ាល់ហោះនេះយើងចុចលើនឹងមកហើយយើង complete ចុចកន្លែង copy នេះផងចុច copy នេះមកតើមកយើងឃើញមាន2 option ដែលយើងអាចជ្រើសរើសបានយើងអាច copy តែដំណើរភ្ជាប់អញ្ចឹងបើយើង copy តែដំណើរភ្ជាប់បានន័យថាយើង copy តែ link ទេតែបើយើង copy ទាំងសារបានន័យថាយើងមាន message ដើម្បីណែនាំភ្ញៀវរបស់យើងន័យថាសូមគោរពអញ្ជើញអីចឹងណាបាទអញ្ចឹងឥឡូវតើហៅថាខ្ញុំ copy តែដំណើរភ្ជាប់ខ្ញុំ copy ចឹងមកតើមកខ្ញុំធ្វើការផ្ញើទៅកាន់ភ្ញៀវរបស់យើងឧទាហរណ៍ខ្ញុំផ្ញើមកកាន់ខ្លួនឯងចុះហើយខ្ញុំធ្វើការផាសអូខេអញ្ចឹងយើងបានតែ link ទេអញ្ចឹងបើសិនតែយើងចង់ធ្វើការ copy ហើយមានទាំង message អីចឹងយើងអាចធ្វើការ copy ទាំងសារតាមនេះយើងធ្វើការផាសអញ្ចឹងមកនេះយើងឃើញយើងបានសារច្រើនយើងបានសារហោហែក្រុមជើញអីចឹងទៅបាទនេះក្នុងករណីបើយើងចង់ copy ទាំងសារបាទអញ្ចឹងរបៀបក្នុងការ copy link ទៅកាន់ភ្ញៀវគឺយើងធ្វើបែបហ្នឹងអញ្ចឹងបន្ទាប់ពីយើង copy ហើយយើងឃើញមានសញ្ញានេះសញ្ញា check នេះគឺសំដៅទៅលើបើន័យថាយើងបានធ្វើការ copy link ហើយអញ្ចឹងភ្ញៀវណាដែលយើងបានធ្វើការ copy link ហើយវានឹងលោតសញ្ញា check អញ្ចឹងបើភ្ញៀវណាអត់បានធ្វើការ copy link ហើយទេវាអត់លោតសញ្ញា check ទេបាទអញ្ចឹងអ្នកនរគ្នាបានស្វែងយល់អំពីរបៀបក្នុងការ
design ធៀបហើយដល់នេះក៏បានធ្វើការដាក់ឈ្មោះភ្ញៀវហើយដែរអញ្ចឹងរបៀបក្នុងការប្រើប្រាស់មានប៉ុណ្្នឹងឯងហើយយើងក៏មានមុខងារផ្សេងៗច្រើនជាងនឹងទៀតដែរដូចជាមុខងារគ្រប់គ្រងចំណាយដែលនេះអាចធ្វើការស្វែងយល់បន្ថែមខ្លួនឯងបានហើយនឹងមុខងារកត់ចំណងដៃផងដែរបាទអញ្ចឹងនៅក្នុងវីដេអូយើងគិតថាមានតែប៉ុណ្្នឹងឯងយើងនឹងជួបគ្នាក្នុងវីដេអូក្រោយ